ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្រៀនអំពីរបៀបគូសត្វទន្សាយបែបងាយៗដោយគ្រាន់តែដំបងបងប្អូនគូជារង្វង់រាងពងក្រពើដូចអ្វីដែលខ្ញុំបង្ហាញហ្នឹងមកបន្ទាប់មកគូពងក្រពើរាងតូចមួយជាប់នឹងពងក្រពើធំហ្នឹងបន្ទាប់មកគូពងក្រពើទៀតនិយាយទៅងាយមែនទេបងប្អូនបន្ទាប់មកគូពងទៀតដូចដែលខ្ញុំបង្ហាញហ្នឹងបងប្អូនណាបាទពងតូចជាប់ពងធំភ្ជាប់កាត់ចេញទៅជាសត្វទន្សាយណាបងប្អូនបាទងាយមែនទេបន្ទាប់មកនោះបាទគូបន្តិចដូចអ្វីដែលខ្ញុំបង្ហាញហ្នឹងមកបងប្អូនបាទងាយមែនទេណាបាទនឹងហើយឥឡូវចាប់ផ្ដើមចាញ់ទៅជាក្បាលទន្សាយបាត់ទៅហើយបងប្អូនទន្សាយនេះគឺជាទន្សាយព្រៃណាបងប្អូនមិនមែនទន្សាយស្រុកទេបងប្អូនបាទអញ្ចឹងមិនមែនជាទន្សាយខ្ជូតអីដូចទន្សាយស្រុកទេណាបន្ទាប់មកគូជើងវានិយាយទៅបងប្អូនទាញដូចអ្វីដែលខ្ញុំបង្ហាញហ្នឹងមកបងប្អូនបាទដោយសារតែខ្ញុំពន្លឿនវាកុំឲ្យវាយូរពេកណាឲ្យបងប្អូនកុំឲ្យសាំចិត្តអីចឹងណាបាទបន្ទាប់មកបងប្អូនចាប់ផ្ដើមលុបបងប្អូនណាលុបបាទលុបនៅចំណុចដែលខ្ញុំបង្ហាញហ្នឹងមកបងប្អូនណាបាទលុបតិចអញ្ចឹងមកបាទចាប់ផ្ដើមចាញ់ទៅជារូបរាងហើយនៅពេលដែលចាញ់ជារូបរាងហើយក៏ចាប់ផ្ដើមផាត់បាត់ភ្នែកនឹងឲ្យខ្មៅបន្តិចអីអញ្ចឹងទៅបាទហើយបន្ទាប់មកទៀតក៏អីបាទក៏គូស្ទឹកត្រជាបាទទាញបន្តិចអញ្ចឹងមកចាប់ផ្ដើមបន្តិចទៀតផាត់ពណ៌ឲ្យបងប្អូនណាបាទហើយចំពោះបងប្អូនដែលចង់រៀនណាកុំរៀនគូ Word ឬក៏គូប៊ិចគូអីណាគូខ្មៅដៃបងប្អូនដែលចង់ចេះណាហើយក៏មានជាន់លុបជាប់អីសម្រាប់លុបនៅចំណុចដែលយើងគូខុសឬក៏ដូចជាយើងផាត់ដូចថាខុសអីអញ្ចឹងណាបងប្អូនលើសតម្លាអីយើងស្រួលលុបបាទហើយចំពោះខ្ញុំគូជក់ដោយសារតែខ្ញុំចេះហើយអញ្ចឹងសម្រាប់បងប្អូនដែលអត់ចេះហើយឡូវមានការខុសឆ្គងអីច្រើនអញ្ចឹងទៅបាទគឺត្រូវការលុបណាបងប្អូនបាទចាប់ផ្ដើមដល់វគ្គខ្ញុំផាត់ពណ៌បន្តិចដើម្បីឲ្យវាចាញ់ទៅជារូបរាងកាន់តែលេចធ្លោអីអញ្ចឹងណាបងប្អូនបាទបន្ទាប់មកចាប់ផ្ដើមផាត់យកខ្លាំងតែម្ដងបាទមិនខ្លាំងអីពេកទេយកមកឲ្យតែមើលទៅដូចទន្សាយព្រៃអញ្ចឹងណាបងប្អូនបាទឥឡូវចាញ់ទៅជារាងបន្តិចម្ដងហើយណាបងប្អូនហើយចំពោះបងប្អូនដែលមានបំណងបាទចង់មានបំណងចង់បានគំនូឲ្យថាខ្ញុំមានលក់គ្រប់ប្រភេទណាបងប្អូនអាចឆាតមកលេខ Telegram ខ្ញុំបានឲ្យខ្ញុំដាក់នៅនឹង profile TikTok របស់ខ្ញុំហ្នឹងបងប្អូនឃើញហើយបងប្អូនណាបាទហ្នឹងហើយ0988810គុតនិង99បាទ0988810គុត99បងប្អូនឆែកមកទៅឃើញ Telegram ហើយខ្ញុំនឹងតបបងប្អូនបាទបើ call មកខ្ញុំអាចនឹងអត់បានតបទេដោយសារតែខ្ញុំគូយប់គេងថ្ងៃអីចឹងទៅពេលខ្លះខ្ញុំគូចឹងទៅខ្ញុំទុកទូរស័ព្ទចោលហើយបងប្អូនណាបាទនេះនៅពេលដាក់ពណ៌គឺខ្ញុំពន្លឿនតែម្ដងបងប្អូនណាបាទឲ្យយូរកាលទេនៅពេលដែលដាក់ពណ៌ណាបាទពន្លឿនវាឲ្យលឿនទៅបាទនេះចាប់ផ្ដើមហើយបាត់ទៅហើយបងប្អូនណាបាទសត្វទន្សាយរបស់យើងបានរួចរាល់ហើយបងប្អូនឃើញទេនេះបាទថាតើស្រស់ស្អាតទេបងប្អូនបាទកុំភ្លេចជួយ follow ម្នាក់មួយផងបងប្អូនណាបាទនេះចាប់ផ្ដើមឲ្យបងប្អូនមើលចិត្តបន្តិចម្ដងណាបងប្អូនបាទថាតើស្រស់ស្អាតដែរឬទេអីអញ្ចឹងណាបាទនេះបាទឲ្យបងប្អូនមើលចិត្តឲ្យយូរបន្តិចបាទនេះឃើញរោមឃើញអីបងប្អូនបាទមិនលំទេណាបាទហើយចំពោះបងប្អូនដែលចង់បានគំនូកុំភ្លេចណាមានលក់គ្រប់ប្រភេទតម្លៃធូរទេឆាប់មកលេខ Telegram ខ្ញុំបាទ0988810គុតនិង99អរគុណច័ន្ទសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់អរគុណចំពោះការគាំទ្រហើយកុំភ្លេចទៅចូល like page របស់ខ្ញុំផងបងប្អូនណាបាទឈ្មោះដោយ profile TikTok នឹងដែរហើយក៏អរគុណពុកម៉ែបងប្អូនមែនតើចំពោះការគាំទ្រណាបាទហើយបើសិនជាមានការខុសឆ្គងត្រង់ណាដោយពាក្យសម្ដីឬក៏បង្រៀនខុសត្រង់ណាអីក៏សូមអធិស្ឋានខន្តីភ័យទោសពុកម៉ែបងប្អូនទាំងអស់គ្នាផងណាបាទខ្ញុំបាទនេះមានតែម្រាមដៃ10ទេអរគុណពុកម៉ែបង